មួយលានអាជីអញឈួតដោយសារដុតសាច់នៅមុខអគារនេះមែនទេប្រាក់កម្ចីនេះត្រូវបានធានាដោយផ្ទះគ្រួសារខ្ញុំហើយដំណាំផ្នែកច្បាប់នៃហាងនេះគឺក្នុងនាមខ្ញុំអតិថិជន VIP ទាំងអស់នៅខាងមុខត្រូវបានខ្ញុំនាំមកខ្ញុំមកក្បាលនឹងដុតពួកគេចុះអ្នកវិញអ្នកគ្រាន់តែលេងសើចនៅក្នុងផ្ទះបាយបង្វិលចង្កាក់ឥឡូវនេះខ្ញុំអាចជួបមនុស្ស3នាក់ក្នុងមួយខែបានយ៉ាងងាយស្រួលក្នុងតម្លៃ 5000 យន់នៅទីផ្សារការងារខ្ញុំផ្ដល់ឲ្យអ្នក 50000 ព្រោះយើងជាមិត្តភក្តិកុមារភាពអ្នកត្រូវដឹងពីកន្លែងរបស់អ្នកត្រូវបានកំណត់ឲ្យខ្លាយជាអ្នកលក់ចង្កាក់អ្នកពិតជាគិតថាអ្នកជាដៃគូមែនទេមិនអីទេខ្ញុំនឹងស្គាល់កន្លែងរបស់ខ្ញុំដាហ្វៃចាត់ទុក 50000 យន់នេះជាការទិញយកភាពរភាព20ឆ្នាំរបស់យើងខ្ញុំនឹងឈប់ចាប់ពីថ្ងៃស្អែកតើអ្នកកំពុងព្យាយាមបំភ័យអ្នកណាចេញពីទីនេះទៅអ្នកពិតជាគិតថាហាងរបស់ខ្ញុំនឹងមិនរកលុយបានទេបើគ្មានអ្នកគាត់មិនដឹងថាបើគ្មានខ្ញុំទេហាងរបស់គាត់នឹងមិនត្រឹមតែឈប់រកលុយប៉ុណ្ណោះទេថែមទាំងនឹងខ្សែធនក្នុងរយៈពេល3ខែទៀតផងដោយសារតែជំហានចុងក្រោយនៃទឹកជ្រលក់សាច់អាំងសម្ងាត់នោះខ្ញុំមិនដែលសរសេរវានៅលើក្រដាសរូបមន្តទេវាត្រូវបានរក្សាទុកយ៉ាងរឹងមាំនៅក្នុងខួរក្បាលរបស់ខ្ញុំជនកំណាចឥតខ្ចោះនោះគាត់ពិតជាគិតថាខ្ញុំមិនអាចធ្វើបានដោយគ្មានគាត់ទេបងហ្វៃបើគាត់ពិតជាចាក់ចេញមែនតើអ្នកណានឹងចំអិនសាច់អាំងសម្រាប់តរ៉ាប់រយនេះនៅថ្ងៃស្អែកអតិថិជនធម្មតាទាំងនោះច្រើនណាស់មិនសមហេតុផលខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់រឿងនេះមើលនេះអាជីគិតថាគាត់កំពុងលាក់អ្វីមួយប៉ុន្តែខ្ញុំបានចម្លងរូបមន្តដោយលួចលាក់ខ្ញុំដឹងពីស្មីមៀតពិតប្រាកដនៃគ្រឿងទេស13តាហ៊ូនិងទឹកស៊ីអ៊ីវពិសេសថ្ងៃស្អែកខ្ញុំនឹងទៅផ្សារហើយជួលអ្នកកាត់បន្លែក្នុងតម្លៃ 5000 យន់គាត់នឹងទន្ទិញរូបមន្តដោយទន្ទិញចាំហើយខ្ញុំមិនចាំបាច់ចំណាយប្រាក់មួយសេននៃប្រាក់រង្វាន់1លានយន់ទេអាជីបងប្រុសហ្វៃឆ្លាតណាស់អាជីគ្រាន់តែជាមនុស្សល្ងងខ្លៅដែលធ្វើការងារធ្ងន់ឥឡូវលីវខ្ញុំហ្វៃមែនហើយចូលយើងផ្លាស់ប្ដូរការងារនៅថ្ងៃស្អែកអាជីបានទៅហើយចាប់ពីពេលនេះទៅខ្ញុំទទួលបន្ទុកចាប់ពីថ្ងៃស្អែកទៅសាច់ជាម៉ុងហ្គូលីខាងក្នុងលំដាប់ខ្ពស់ទាំងអស់នឹងលែងមានទៀតហើយមែនហើយវាទាំងអស់នឹងត្រូវបានជំនួសដោយសាច់ថោកបំផុតអ្វីរសជាតិមិនល្អទេខ្ញុំមានរូបមន្តសម្ងាត់ជាមួយទឹកជ្រលក់សូម្បីតែឆ្កែក៏មិនអាចប្រាប់ពីភាពខុសគ្នាបន្ទាប់ពីដុតបានដែររួចរាល់ហើយយើងបងប្អូននឹងចែករំលែកភាពខុសគ្នានៃតម្លៃជាលក្ខណៈឯកជនដាហ្វីអ្នកពិតជាគិតថាការដុតជាការងាររាងកាយដែលមានជំនាញទៀតមែនទេបើគ្មានសមាមាត្រនៅលើក្រដាសនោះនិងបច្ចេកទេសនៅក្នុងក្បាលរបស់ខ្ញុំទេលទ្ធផលនឹងអាក្រក់ជាងចំណីជ្រូកទៅទៀតបទភាព20ឆ្នាំក្នុងតម្លៃត្រឹមតែ50,000ប៉ុណ្ណោះមិនអីទេអ្នកធ្វើវាម្ដងខ្ញុំនឹងធ្វើវាម្ដងទៀតដោយមិនងាកក្រោយខ្ញុំបានដើរចូលទៅក្នុងយប់ម៉ោង4ព្រឹកហើយជិះតាក់ស៊ីដោយផ្ទាល់ទៅកាន់ផ្សារលក់ដុំទំនិញស្ងួតទៅហ្វាយខ្ញុំត្រូវការផ្កាភេរលប្រៃហើយវាត្រូវតែស្ងួតដោយខ្យល់ដោយគ្មានដាននៃការប៉ះពាល់នឹងព្រះអាទិត្យវាត្រូវតែទាំងមូលមកពីស៊ីនជាងមិនមែនលាបជាមួយម្សៅទេហើយសម្បកក្រូចឃ្វិចស្ងួតត្រូវតែមានអាយុលើសពី5ឆ្នាំមកពីខ្វាំងតុងរបស់ដែលមានគុណភាពខ្ពស់បំផុតទាំងអស់អាចជីច្រមុះនិងភ្នែករបស់អ្នកពិតជាមុតស្រួចណាស់ម្ហូបអាំងរបស់ហ្វីគឺកំពុងតែមានមុខម្ហូបថ្មីម្ដងទៀតហើយលើកនេះវាធំណាស់ខ្ញុំលែងបារម្ភពីដាហ្វីទៀតហើយចាប់ពីថ្ងៃនេះទៅខ្ញុំនឹងធ្វើវាដោយខ្លួនឯងព្រឹកបន្ទាប់ខ្ញុំបានត្រឡប់ទៅផ្លូវដែលភោជនីយដ្ឋាន Barbecue របស់ដាហ្វីស្ថិតនៅហាងរបស់ដាហ្វីត្រូវបានបិទប៉ុន្តែខ្ញុំអាចមើលឃើញតាមកញ្ចក់ថាបុរសធាត់ម្នាក់ដែលមានពូស្រាបៀរនិងមុខមាំកំពុងឈរនៅខាងក្រោយដាហ្វីកំពុងចង្អុលទៅបុរសធាត់ដោយក្រអឹតក្រទុំជាមួយនឹងក្រដាសកាតុងធ្វើពីក្រដាសនេះប្រហែលជាចុងភៅ Barbecue ដែលគាត់បានជួលមួយយប់ក្នុងតម្លៃ 5000 យន់ខ្ញុំសាច់ចំអប់ហើយងាកទៅមើលខាងផ្លូវចម្ងាយតិចជាង50 ម៉ែត្រមានហាងលក់មីត្រជាក់ចាស់មួយបុរសចំណាស់ម្នាក់កំពុងដាក់ផ្លាកសញ្ញាលក់នៅលើទ្វារឃើញខ្ញុំក៏ដើរឆ្លងកាត់ផ្លូវដោយមិនស្ទាក់ស្ទើរហើយឈរនៅពីមុខបុរសចំណាស់នោះគឺលោកតាខ្ញុំអាចលក់ហាងនេះដោយរបៀបណាអាជីវកម្មអាក្រក់ណាស់ហាងសាច់អាំងហ្វីជីនៅទល់មុខផ្លូវនោះពេញនិយមពេកវាកំពុងតាក់ទាញអតិថិជនទាំងអស់នៅតាមផ្លូវខ្ញុំមិនអាចមានលទ្ធភាពជួបផ្ទះបានទេខ្ញុំកំពុងគិតចង់ត្រឡប់ទៅស្រុកកំណើតវិញដើម្បីមើលថែចៅប្រុសរបស់ខ្ញុំថ្លៃទេចំនួន30,000យន្តទៅកៅអីនិងទូទឹកកកទាំងអស់នៅខាងក្នុងត្រូវបានរួមបញ្ចូលហើយកិច្ចសន្យាមិនចាំបាច់ស្មុគស្មាញទេគ្រាន់តែចុះហត្ថលេខាឥឡូវនេះហើយប្រគល់កូនសោឲ្យខ្ញុំត្រូវការវាជាបន្ទាន់ហេមិនអីទេធ្វើបានល្អយុវជនខ្ញុំនឹងយកកូនសោឲ្យអ្នកភ្លាមកន្លះម៉ោងក្រោយមកវាងចាស់បានចាក់ចេញដោយកាន់ខ្សែក្រវ៉ាត់ត្បាញខ្ញុំឈរនៅក្នុងហាងមីត្រជាក់ហើយពីមុំនេះខ្ញុំអាចមើលឃើញសាច់អាំងបេបេរបស់ហ្វីជីនៅទល់មុខផ្លូវបន្ទាប់ពីសម្អាតយ៉ាងរហ័សខ្ញុំបានចំណាយប្រាក់ពី000យួនទៀតដើម្បីដឹកសាច់អាំងល្អមួយពីផ្សារមួយទឹកហើយបានទិញជូរគ្មានផ្សែងគុណភាពខ្ពស់បំផុតរាប់សិបគីឡូក្រាមនិងសាច់គោនិងសាច់ចៀមស្រស់មួយចំនួនធំហាអូយលោកចាំងលោកលីលោកវាងអូយខានជួបគ្នាយូរហើយហ្វីគឺទៅសាច់នៅតែរសជាតិតែថ្ងៃនេះលោកលីកុំបារម្ភអីខ្ញុំបានធ្វើម្ហូបនេះក្នុងតម្លៃខ្ពស់អ្នកគួរតែសាកល្បងវាពិតជាអស្ចារ្យណាស់កាហ្វេធំរូបមន្តសម្ងាត់ថ្មីរបស់អ្នកមានក្លិនខ្លាំងខ្ញុំបានបដិសេធការអញ្ជើញពីរលើកដើម្បីនាំបងប្អូនប្រុសរបស់ខ្ញុំមកគាំទ្រអ្នកកុំធ្វើឲ្យខ្ញុំស្ដាយក្រោយអីដូច្នេះនេះជារូបមន្តដែលអ្នកបាននិយាយថាអ្នកបានធ្វើឲ្យប្រសើរឡើងក្នុងតម្លៃខ្ពស់លោកលីតើអ្នកមានបញ្ហាអ្វីតើសាច់មួយដុំនេះរឹងពេកហើយជាប់ធ្មេញមែនទេវានឹងជាប់ក្បាលរបស់អ្នក
ដាហ្វីតាអ្នកគិតថាខ្ញុំជាអ្នកសុំទានមែនទេតើនេះជាអ្វីសាច់មានរសជាតិជូរគ្រឿងទេសមានរសជាតិល្វីងវាមានរសជាតិរលួយនិងចម្លែកតើនេះជាសាច់ជៀមមែនទេតើអ្នកកំពុងព្យាយាមបញ្ឆោតខួរក្បាលរបស់អ្នកជាមួយនឹងសាច់ដែលមានគុណភាពអន់មែនទេលោកលីសូមស្ងប់ចិត្តចុះនេះមិនអាចទៅរួចទេនេះជាសាច់ថ្នាក់ម៉ុងហ្គូលីខាងក្នុងមិនមែនថ្នាក់ពិសេសទេនេះពិតជាសាច់ដែលត្រូវបានទុកចោលអស់រយៈពេល3ខែដាហ្វីកូនតូចឲ្យអ្នកបានងាកចេញពីយើងហើយទេវាជាការយល់ច្រឡំទាំងស្រុងថត់ឲ្យចេញទៅតើអ្នកទទួលបានសាច់នេះដោយរបៀបណាលោកម្ចាស់មានអ្វីខុសខ្ញុំបានធ្វើតាមសមាមាត្រពិតប្រាកដដែលអ្នកបានផ្ដល់ឲ្យខ្ញុំមិនបានងាកចេញសូម្បីតែបន្តិចបិទមាត់តើអ្នកអាំងអ្វីសាក់លបងវាដោយខ្លួនឯងលោកម្ចាស់រសជាតិនេះខុសវាជូរចត់និងមានរសជាតិជូរចត់ហើយសាច់នេះរឹងពេកមិនអាចទំពាបានឆ្កួតហើយរូបមុននេះល្អហើយអ្នកប្រហែលជាចំអិនវាក្តៅពេកហើយលោកលីចង់ធ្វើថ្មីរូបនេះគ្មានបទពិសោធន៍ហើយបានដុតគ្រឿងទេខ្ញុំនឹងឲ្យគាត់ធ្វើវាឡើងវិញភ្លាមអាហារថ្ងៃនេះនៅផ្ទះក៏ខ្ញុំមិនត្រូវការលុយរបស់អ្នកទេខ្ញុំខ្លាចថាខ្ញុំនឹងឈឺពោះដោយសារអាហាររបស់អ្នកបងប្អូនឲ្យតោះទៅអ្នកពិតជាអ្វីផ្សេងអ្នកណាដែលមកភោជនីយដ្ឋាននេះម្ដងទៀតគឺជាមនុស្សកំសាកមែនហើយខ្ញុំឆ្ងល់ថាហេតុអ្វីបានជារសជាតិចម្លែកម្លេះថ្ងៃនេះសាច់មិនមានរសជាតិស្រស់ទេគឺគ្រឿងទេសនេះធ្វើឲ្យអណ្ដាតខ្ញុំស្ពឹកវាមានរសជាតិខុសគ្នាទាំងស្រុងពីមុនអូតោះទៅបងប្រាក់ក្នុងរយៈពេលតិចជាង10នាទីសាលដែលធ្លាប់មានមនុស្សច្រើនក៏ទេស្អាតដាហ្វៃបានដួលលើកៅអីរបស់គាត់សម្លឹងមើលសាលដែលស្ងាត់ជ្រុងភ្លាមនោះដោយញ័របន្តិចអាជីពតើអ្នកបានធ្វើអ្វីចំពោះរូបមន្តនេះទន្ទឹមនឹងនេះខ្ញុំទើបតែទទួលយកអាជីវកម្មនេះបានចាប់ផ្ដើមថ្ងៃដំបូងនៃប្រតិបត្តិការរបស់ខ្ញុំរួចហើយតើអ្នកបានធ្វើអ្វីយ៉ាងម៉េចដែរអូក្លិននេះអស្ចារ្យណាស់នេះជាហាងសាច់អាំង Flying Pigeon ពិតអាហាអញលាក់សាច់ឆ្ងាញ់ហើយដុតវាដោយខ្លួនឯងឬក្លិនក្រអូបចេញមកពីត្រើយម្ខាងផ្លូវអាជីឯងហ៊ានលួចហាងខ្ញុំពីត្រើយម្ខាងផ្លូវយ៉ាងម៉េចត្រូវហើយនេះជាក្លិនឯងកំពុងព្យាយាមលេងល្បែងបដូរសាច់ជាមួយខ្ញុំឬតើឯងបានរុញចុងភៅពិតទៅម្ខាងទៀតឬបងប្រុសឯងយល់ខុសហើយបុរសម្នាក់នៅទីនោះជាអ្នកសុំទានដែលរើសសម្រាមខ្ញុំបិទមាត់ស្អុយរបស់ឯងខ្ញុំទើបតែផឹកស្រាបៀរពីកំប៉ុងទុកលុយអាប់តោះទៅបងប្អូនស្រាបៀរត្រើយម្ខាងផ្លូវជារបស់ពិតកុំទៅអ្វីបញ្ចុះតម្លៃ20ថ្ងៃនេះថៅកែនៅក្នុងវិក័យប័ត្រយើងមិនបានប៉ះសាច់ទេដូច្នេះយើងបានបង់តែ90សេនប៉ុណ្ណោះហេតុអ្វីត្រូវបង់គាត់លក់សាច់ខ្លាំងៗហើយនៅតែហ៊ានគិតថ្លៃយើងតោះទៅយើងមិនអាចរកទោសនៅត្រើយម្ខាងផ្លូវទៀតទេចៅវាយតើឯងនៅដុតសាច់នេះទៀតឬដុតក្បាលឯងចៅហ្វាយឲ្យខ្ញុំសាច់អាំង20ដុំមិនតិចជាង50ដុំទេលឿនឡើងខ្ញុំឆ្អែតហើយយកព្រមខ្ញុំមុនគេនេះជាសាច់អាំង50ដុំរបស់អ្នកអស្ចារ្យណាស់ពិតជាអស្ចារ្យណាស់នេះជាសាច់អាំងពិតប្រាកដ10យន្តនេះពិតជាមានតម្លៃណាស់ខ្ញុំនឹងស៊ីវាសូម្បីតែ100យន្តក៏ដោយជំនាញរបស់ចៅហ្វាយគឺអស្ចារ្យណាស់កុំឲ្យខ្ញុំសាច់អាំង50ដុំទៀតក្នុងរយៈពេលត្រឹមតែកន្លះម៉ោង100យន្តសាច់ជើងម៉ុងហ្គូលីមួយផងខ្លាំងទាំងអស់បានបាត់អស់200យន្តតាមរយៈ500យន្តតាមរយៈអលភេអាជីអ្នកហ៊ានបោកប្រាស់ខ្ញុំទេខ្ញុំនឹងវាយកំទេចតូបនេះជាបំណែកនៅថ្ងៃនេះអាជីអ្នកហ៊ានបោកប្រាស់ខ្ញុំទេខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នករួចខ្លួនពីរឿងនេះទេ
ដាហ្វីតាអ្នកចង់បាត់បង់ការងាររបស់អ្នកទេខ្ញុំបានរងចាំជាជួរពេញ40នាទីសម្រាប់សាច់នេះហើយអ្នកហ៊ានវីកំទេចចង្ក្រានទេដាវបងដាវនេះជារឿងសម្ងាត់រវាងខ្ញុំនិងក្មេងនេះគាត់បានលួចរូបមន្តរបស់ខ្ញុំលួចក្បាលរបស់អ្នកតើអ្នកគិតថាមនុស្សគ្រប់គ្នាល្ងងទេរបស់ជូរនិងស្អុយនៅក្នុងហាងរបស់អ្នកមិនសមនឹងត្រូវបានគេហៅថាជារូបមន្តធ្វើម្ហូបទេថាគេអាចវាយសាកសពរបស់អ្នកដោយគ្រាន់តែក្រវីដៃរបស់គាត់អ្នកលូកទំនិញអង្គតើអ្នកមិនអាចអនុញ្ញាតឲ្យអ្នកដទៃញ៉ាំអាហារឆ្ងាញ់បានទេចេញពីទីនេះប្រសិនបើអ្នកធ្វើសម្លេងមួយទៀតយើងនឹងហៅប៉ូលីសហើយចាប់ខ្លួនអ្នកខ្ញុំបានមើលរូបរាងរបស់ David ដោយត្រជាក់ដោយមិននិយាយអ្វីទាំងអស់បន្ទាប់មកដោយមិនបញ្ចេញអារម្មណ៍ខ្ញុំបាននិយាយទៅកាន់អតិថិជនបន្ទាប់ថា50ចង្កាក់យកទៅញ៉ាំឬវេចខ្ចប់ទៅសប្តាហ៍បន្ទាប់គឺដូចជារញ្ជួយដេកឈួតសម្រាប់ផ្លូវនេះទូកលក់សាច់អាំងតាមដងផ្លូវចាស់របស់ខ្ញុំបានក្លាយជាការពេញនិយមយ៉ាងខ្លាំងជារៀងរាល់ថ្ងៃមនុស្សជាច្រើនបានមកតាមពាក្យសម្ដីហើយសូម្បីតែអ្នកសរសេរប្លុកអាហារជាច្រើនអ្នកដែលមានអ្នកតាមដានរាប់លានអ្នកក៏បានមករកវាដែរវាឆ្ងាញ់ណាស់មនុស្សគ្រប់គ្នាមកផ្លូវឌូឡូកន្លែងនេះផ្ដល់ជូនសាច់អាំងចង្កាក់ដ៏ល្អបំផុត10យន់មួយចង្កាក់ឆ្ងាញ់ទាំងអស់ចាប់ពីពេលនោះមកទូករបស់ខ្ញុំត្រូវបានជន់លិចដោយអតិថិជនជួរជាង100ម៉ែត្របានបង្កើតឡើងនៅពីមុខហាងចាស់របស់ខ្ញុំដែលមានទំហំតិចជាង20ម៉ែត្រការ៉េខ្ញុំមិនអាចដោះស្រាយវាទាំងអស់ដោយខ្លួនឯងបានទេដូច្នេះខ្ញុំបានជួយជំនួយការពីអ្នកដែលមានប្រាក់ខែខ្ពស់800យន់ក្នុងមួយថ្ងៃម្នាក់កាត់សាច់និងចង្កាក់និងម្នាក់ទៀតប្រមូលនិងវេចខ្ចប់អាហារទោះបីជាខ្ញុំបានប្រើគ្រឿងផ្សំដែលមានគុណភាពខ្ពស់និងគ្រឿងទេសព្រៃដែលមានតម្លៃថ្លៃក៏ដោយប្រាក់ចំណេញ10យន់ក្នុងមួយចង្កាក់និងចំណូលប្រចាំថ្ងៃដែលកើនឡើងច្រើនដងមានន័យថាក្នុងរយៈពេលត្រឹមតែ7ថ្ងៃប្រាក់ចំណេញសុទ្ធរបស់ខ្ញុំលើសពី150,000យន្តទន្ទឹមនឹងនេះនៅត្រើយម្ខាងផ្លូវហាង Flying Pigeon Baby ដែលគួរតែមានមនុស្សច្រើនក្នុងសប្តាហ៍នៅយប់ថ្ងៃសុក្រគឺទេស្អាតមានតែ Davy ទេដែលអង្គុយស្ងៀមស្ងាត់នៅក្នុងសាលស្ងាត់ជ្រុងភ្លាមនោះរថយន្តទំនើបមួយបានឈប់នៅមុខហាងរបស់ Davy គឺជាលោកឡើយអ្នកនិពន្ធមកពី Shenjago លោកលេប្រហែលជាធុញទ្រាន់នឹងតូបដែលត្រុតត្រោមនៅត្រើយម្ខាងផ្លូវហើយនឹកគិតចានុភាពនៃហាងរបស់ខ្ញុំពុកលីទីបំផុតអ្នកបានមកដល់ហើយខ្ញុំដឹងថាអ្នកនឹងមានអារម្មណ៍រំជួលចិត្តបន្ទប់ឯកជនដ៏ល្អបំផុតគឺការបំទុះម៉ាស៊ីនត្រជាក់ថ្ងៃនេះខ្ញុំនឹងធ្វើការសុំទោសតែផ្លាស់ទីទៅម្ខាងកែល្អមិនអាចរារាំងកម្មបិតបានទេអ្នកលក់ដូរតាមចិញ្ចើមផ្លូវរវល់មែនទេត្រូវហើយដឹងពីច្បាប់អ្នកដឹងពីច្បាប់ជំនួយការរបស់ខ្ញុំបានរងចាំជាជួរអស់រយៈពេល2ម៉ោងហើយចាប់នេះនឹងដល់វេនខ្ញុំហើយថ្ងៃនេះខ្ញុំនឹងឲ្យខ្ញុំញ៉ាំសាច់អាំង200ដុំខ្ញុំបានរើសលុយរួចហើយថ្ងៃនេះគ្មានកៅអីទេសូម្បីតែកន្លែងនៅលើចិញ្ចើមផ្លូវក៏គ្មានដែរស្វែងរកកន្លែងឈរញ៉ាំមានបញ្ហាទេវាមានរសជាតិឆ្ងាញ់ជាងពេលឈរលោកម្ចាស់សាច់កកក្នុងទូទឹកក៏ខូចហើយវានឹងរលួយទាំងអស់ប្រសិនបើយើងមិនលក់វាឆាប់អូវាទាំងអស់ចេញហើយប្រឡាក់វាជាមួយគ្រឿងទេសខ្លាំងបំផុតដើម្បីបិទបាំងក្លិនចង់លេងសាច់ទេខ្ញុំនឹងលេងជាមួយរហូតដល់ចប់ចាំមើលថាអ្នកណាចិត្តទូលាយជាងទូស្ដីអ្នកទាំងអស់គ្នាចូលយើងមានការផ្ដល់ជូនពិសេសភេសជ្ជៈទាំងអស់ត្រូវបានបញ្ចុះតម្លៃស្រាបៀរឥតគិតថ្លៃចូលមកហើយធ្វើជំនួញមកស្រាបៀរឥតគិតថ្លៃកុំឲ្យឱកាសកន្លងផុតទៅឲ្យសោះអាចជីឃើញទេនេះដើមទុនខ្ញុំអាចសម្លាប់អ្នកដោយលុយសាច់ជៀមដ៏អន់របស់អ្នកពីរបីដុំនោះទុកឲ្យវាលួយទៅអង្គជីមនុស្សភាគច្រើនបានរត់គេចខ្លួនអស់ហើយតើយើងគួរធ្វើអ្វីចុះបើយើងស្លៀកពាក់វិញបញ្ចុះតម្លៃ20គឺល្អហើយចូលយើងបញ្ចុះតម្លៃមានតែអាហារអន្ទេដែលត្រូវការបញ្ចុះតម្លៃសាច់របស់ខ្ញុំនឹងមិនត្រូវបានបញ្ចុះតម្លៃមួយកាក់ទេវានឹងឡើងថ្លៃអាចជាងយកក្រដាសកាតុងមួយសន្លឹកហើយបន្ថែមអត្ថបទមួយជួរបងជីតើយើងគួរសរសេរអ្វីគ្រាន់តែសរសេរថាជារូបមន្តសម្ងាត់សាច់ជៀមអាំង288យន់ក្នុងមួយចំណែកកំណត់ត្រឹម10ចំណែកក្នុងមួយថ្ងៃ288យន់ក្នុងមួយចំណែកអំពើប្លន់តើនេះនៅតាមផ្លូវឬនៅក្នុងសន្តាគារផ្កាយ5នេះជាគ្រឿងផ្សំដែលខ្ញុំស្ងោរពេញមួយថ្ងៃវាត្រូវបានលាយជាមួយទឹកឃ្មុំព្រៃនិងគ្រឿងទេសដ៏មានតម្លៃជាច្រើនប្រភេទទឹកឃ្មុំលំដាប់ខ្ពស់ព្រះជាម្ចាស់ឲ្យហ្វាយជីអ្នកបានរក្សារឿងនេះជាសម្ងាត់ហើយ
ខ្ញុំនឹងយកទាំង3ដុំទេខ្ញុំនឹងយក7ដុំដែលនៅសល់ដែរ2000យួនភ្លាមលឿនខ្ញុំនឹងស្កេនវាភ្លាមខ្ញុំកំណត់ត្រឹម10ចំណែក1ចំណែកសម្រាប់មនុស្សម្នាក់អូព្រះជាម្ចាស់ឲ្យខ្ញុំថប់បារម្ភណាស់1ចំណែកគឺល្អប្រញាប់ឡើងនេះពិតជាអស្ចារ្យណាស់ខ្ញុំមិនធ្លាប់បានញ៉ាំសាច់ចៀមដ៏អស្ចារ្យបែបនេះក្នុងជីវិតរបស់ខ្ញុំទេភោជនីយដ្ឋានផ្កាយ3 Michelin ទាំងនោះមិនសមនឹងយកស្បែកជើងរបស់ខ្ញុំទេហើយអ្វីបានជាមនុស្សទាំងនេះមិនកុំងម្ហូបថ្លៃពួកគេទាំងអស់គ្នាកំពុងកំងបន្លែថោកបំផុតនិងសាច់ចិញ្ច្រាំពាក់កណ្ដាលតម្លៃមែនហើយពួកគេទាំងអស់គ្នានៅទីនេះដើម្បីផឹកស្រាបៀរឥតគិតថ្លៃយើងបានញ៉ាំអាហារអស់រយៈពេល3ម៉ោងហើយចំណាយប្រាក់ត្រឹមតែប៉ុណ្ណឹងប៉ុណ្ណោះប្រសិនបើពួកគេបន្តផឹកបែបនេះខ្ញុំនឹងខាត់លុយចៅហ្វាយខ្ញុំមិនអាចទ្រាំទៀតទេសាច់មួយបាច់នោះមិនអាចប្រើបានទេហេតុអ្វីមិនអញ្ចឹងតើខ្ញុំមិនបានប្រាប់អ្នកឲ្យបន្ថែមគ្រឿងទេសបន្ថែមទៀតទេអ្នកផ្ទាល់ទៅមើលដោយខ្លួនឯងចុះចិត្តចៅហ្វាយសាច់នេះខូចណាស់វាបែកខ្ទេចខ្ទីភ្លាមពេលអ្នកច្របាច់វាបើអ្នកណាញ៉ាំវាពួកគេប្រកាសជាឈឺខ្ញុំខាត់លុយច្រើនណាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដោយសារតែការលក់បញ្ចុះតម្លៃពាក់កណ្ដាលនិងស្រាបៀរឥតគិតថ្លៃបើខ្ញុំមិនបោះចោលសាច់និងឈាមរាប់រយផនទាំងនេះទេខ្ញុំនឹងខាត់បង់ច្រើនបោះចោលទៅខ្ញុំមិនបោះចោលសាច់ដែលខ្ញុំបានទិញសូម្បីតែមួយដុំទេចាក់វាទាំងអស់ចូលបន្ថែមគ្រឿងទេសថ្លៃបិទបាំងរសជាតិមនុស្សទាំងនោះនៅខាងក្រៅស្រវឹងរួចហើយមិនអាចប្រាប់ពីភាពខុសគ្នាបានទេអ្នកសាកល្បងវាដោយផ្ទាល់សាកល្បងវាឲ្យបានហ្មត់ចត់មិនអីទេចៅហ្វាយបងស្រីតើអ្នកនឹងធ្វើអ្វីមកលើខ្ញុំវាឈឺចាប់ខ្លាំងណាស់វាងចាស់មានរឿងអ្វីជាមួយអ្នកកុំរើគាត់អីទូរស័ព្ទទៅ120លឿនឡើងទូរស័ព្ទទៅ120អ្នកទាំងអស់គ្នាយកមួយនេះមុនចុះបងប្រុសគាត់ពិតជាមានជំងឺគ្រុនក្តៅមែនហើយគាត់មានជំងឺគ្រុនក្តៅដោយសារផឹកស្រាបៀរត្រជាក់ខ្លាំងនាំគាត់ទៅមន្ទីរពេទ្យជាបន្ទាន់ឆ្នាំនឹងបំផ្លាញជីវិតខ្ញុំប្រើលុយនេះទិញផលិតផលយ៉ាងកុំហៅប៉ូលីសគុំនិយាយមិនសមហេតុផលក្រុមអ្នកស្រវឹងនៅទៅបានយកលុយសម្លឹងមើលគ្នាទៅវិញទៅមកហើយដោយមិននិយាយអ្វីទាំងអស់បានចាប់វាងចាស់ដែលស្លាប់ពាក់កណ្ដាលខ្លួនហើយរត់ចេញយើងពិតជាមិនអាចលក់សាច់បានទៀតទេបើយើងបន្តលក់ខ្ញុំពិតជានឹងជាប់គុកយប់នេះប៉ុន្តែបើយើងមិនលក់សាច់តើយើងនឹងបង់ថ្លៃជួលផ្ទះនឹងថ្លៃសេវារាប់ពាន់យន់ជារៀងរាល់ថ្ងៃដោយរបៀបណាយើងមិនអាចមានលទ្ធភាពទិញសម្ភារៈសម្រាប់ថ្ងៃស្អែកបានទេរូបមន្តខ្ញុំត្រូវតែយករូបមន្តពិតប្រាកដសៀងវិចខ្ចប់ត្រៀមខ្លួនទៅផ្ទះបងប្រុសជីសាច់រួចរាល់ហើយកំរាលអត់ក៏ត្រូវបានបោះសម្អាតរួចរាល់ដែរតាមរយៈពន្លឺចែងចាំងភ្នែករបស់ខ្ញុំបានសម្លឹងមើលទៅស៊ីឡាំងដែកដែលមិនទាន់ជុះចូលដែលមានគ្រឿងផ្សំប្រយុទ្ធសម្ងាត់នៅជើងរបស់ខ្ញុំពីជ្រុងភ្នែករបស់ខ្ញុំបានកត់សម្គាល់ឃើញចលនាដ៏ស្រទន់របស់គាត់ស្នាមញញឹមដ៏កម្រមួយកំពុងលេងលើបូម៉ាត់របស់ខ្ញុំប៉ុន្តែមុខរបស់ខ្ញុំនៅតែមិនបញ្ចេញអារម្មណ៍មិនអីទេធ្វើបានល្អចេញទៅមុនថ្ងៃនេះជាប្រាក់ខែរបស់អ្នកចាំចាក់សោទ្វារពេលអ្នកចេញទៅខ្ញុំនឹងទៅបន្ទប់ទឹកនេះជាស្នូលនៃគ្រឿងផ្សំប្រយុទ្ធសម្ងាត់拿到了，飞哥，这就是那个核心大桶里的秘制酱料。លុយណែណា
50ពាន់មិនមែនតិចជាងមួយកាក់ទេគឺឲ្យវាមកខ្ញុំដូចគ្នាបេះបិទសំបីតែ10ដងក៏ផ្ដោតអារម្មណ៍ជាងមុនដែរអាឈានអ្នកពិតជាគិតថាការបដូរសោនឹងរារាំងខ្ញុំមែនទេវាគ្មានអ្វីប្រៀបធៀបទៅនឹង50ពាន់យន់របស់ខ្ញុំទេអ្នកជិតខាងអតិថិជនធម្មតាទាំងអស់គ្នាមានបញ្ហាតូចមួយនៅហាងកាលពីប៉ុន្មានថ្ងៃមុនវាជាកំហុសរបស់ចុងភៅថ្ងៃនេះខ្ញុំមិនធ្វើពុតទៀតទេខ្ញុំកំពុងដាក់សញ្ញាបៀរបស់ខ្ញុំនៅលើតូក្រុមដើមរូបមន្តសម្ងាត់ត្រឡប់មកវិញរសជាតិដើម100ធានាថាពិតបញ្ចុះតម្លៃ20លើអ្វីគ្រប់យ៉ាងនៅថ្ងៃនេះមានរឿងអ្វីកើតឡើងតើដាហ្វីបានរកឃើញរូបមន្តសម្ងាត់ម្ដងទៀតទេតើគាត់បានរកឃើញរូបមន្តសម្ងាត់ហើយឬនៅគាត់គ្រាន់តែឧទេមែនតិចជាហ្វាយឈៀននៅទីនេះដាក់វានៅទីនោះចុះទៅជាន់ក្រោមហើយលាងវាឲ្យវាដូចគ្នាបេះបិទថែមទាំងមានក្លិនអាក្រក់ជាងរបស់ចៅហ្វាយជីទៅទៀតតើដាហ្វីពិតជាដៃគូមែនទេតើគាត់មានរូបមន្តសម្ងាត់ដែរទេបងប្អូនឲ្យខ្ញុំដាហ្វីជឿលើភាពស្មោះត្រង់ក្នុងការធ្វើជំនួញទប់នៅទល់មុខផ្លូវនោះគ្មានកន្លែងអង្គុយផងអ្នកត្រូវតម្រង់ជួររាប់ម៉ោងថ្ងៃនេះរសជាតិដូចគ្នានៅទីនេះមិនចាំបាច់តម្រង់ជួរទេបញ្ចុះតម្លៃ20លើអ្វីគ្រប់យ៉ាងម៉ាស៊ីនត្រជាក់និងម៉ាស៊ីនត្រជាក់កំពុងលក់បញ្ចុះតម្លៃមិនថាអ្នកចូលមកឬអត់ទេគឺអាស្រ័យលើអ្នកជើងរបស់ខ្ញុំតែងតែពេញយ៉ាងណាក៏ដោយរសជាតិគឺដូចគ្នាហេតុអ្វីខ្ញុំត្រូវតម្រង់ជួរនៅទីនេះលោកម្ចាស់សូមឡើងមកជន់លើយកសាច់អាំងមកឲ្យខ្ញុំ100ដុំសិនប្រញាប់ឡើងខ្ញុំហត់ណាស់ទីបំផុតខ្ញុំក៏ឈានដល់ចំណុចកំពូលនៃជីវិតខ្ញុំម្ដងទៀតអាចជាអ្នកឃើញទេអ្នកគ្មានបទពិសោធន៍ជាងខ្ញុំ100ដង3 2 1ក្រពះខ្ញុំឈឺខ្លាំងណាស់ក្រពះខ្ញុំហៀបនឹងផ្ទុះហើយដាហ្វីតែជំនាញពិសេសរបស់អ្នកនៅណាខ្ញុំមិនអាចទប់ចិត្តបានទៀតទេដាហ្វីតើអ្នកគិតថាអ្នកឆ្លាតម្ល៉េះធុងទឹកជ្រលក់នោះមានគ្រឿងទេសទឹកឃ្មុំរបស់ខ្ញុំនៅក្នុងនោះប៉ុន្តែខ្ញុំបានបន្ថែមអ្វីមួយបន្ថែមខ្ញុំបានស្ងោរថ្នាំបញ្ចុះលាមកដ៏មានឥទ្ធិពលចំនួន20គីឡូក្រាមហើយលីវាទាំងអស់ចូលគ្នាសូម្បីតែដំរីក៏មានអារម្មណ៍មិនស្រួលខ្លួនខ្លាំងបន្ទាប់ពីញ៉ាំវាអ្នកពិតជាដាក់ក្លិនត្រីនៅក្នុងទឹកជ្រលក់អ្នកមិនអាចភ្លក់វាបានទេខ្ញុំបានចំណាយពេល3ម៉ោងជាពិសេសស្ងោរវាដើម្បីយកភាពល្វីងជូរចត់នោះឲ្យឃើញស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណាចុងភៅថតមិនហ៊ានសុំប្រាក់ខែរបស់គាត់ទេហើយរត់ចេញបន្ទាប់មកគ្រូពេទ្យនិងប៉ូលីសបានមកដល់ស៊ីវហ្វៃដោយសារអ្នកនៅទីនេះថ្ងៃនេះក្នុងនាមជាពលរដ្ឋដែលគោរពច្បាប់ខ្ញុំចង់រាយការណ៍អ្វីមួយមកអ្នកអស់រយៈពេល1សប្តាហ៍កន្លងមកនេះខ្ញុំនិងអតិថិជនរបស់ខ្ញុំបានធំក្លិនស្អុយចេញពីភោជនីយដ្ឋាននេះជារៀងរាល់ថ្ងៃខ្ញុំសង្ស័យថាមានសាច់រលួយនិងខូចទ្រង់ទ្រីមួយចំនួនធំលាក់ទុកនៅតាមផ្លូវដើម្បីសុវត្ថិភាពរបស់ប្រជាជនក្នុងទីក្រុងខ្ញុំសូមស្នើយ៉ាងមុតមមឲ្យអ្នកទៅស៊ើបអង្កេតអ្នកកំពុងនិយាយមិនសមហេតុផលអាចជាអ្នកកំពុងបង្កាច់បង្ខំខ្ញុំនេះជាភោជនីយដ្ឋានលំដាប់ខ្ពស់មិនថាវាជាភោជនីយដ្ឋានលំដាប់ខ្ពស់ឬអត់ទេការស៊ើបអង្កេតនឹងប្រាប់អ្នកតោះទៅមើលអ្នកមិនអាចចូលបានទេអ្នកមិនអាចចូលបានទេអ្នកមិនមានដីកាឆែកឆេតទេ让开，妨碍公务罪加一等。ទៅបើកទ្វារវាស្អុយណាស់សាច់រលួយអ្វីម្លេះ
រឹបអូសអ្វីទាំងអស់តាក់ទងនាយកដ្ឋានប្រកួតប្រជែងជាបន្ទាន់ហើយចាប់ខ្លួនអ្នកលក់សាច់នេះបន្ធូរបន្ថយទោសឲ្យគាត់អាហ្វៃត្រូវបានពិន័យជាប្រាក់ 1.5 លានយន់និងត្រូវបានដកហូតអាជ្ញាប័ណ្ណអាជីវកម្មរបស់គាត់ដោយសារតែការប្រើប្រាស់សាច់មិនស្តង់ដារនិងការប្រើប្រាស់សារធាតុបន្ថែមអាហារខុសច្បាប់